ស្លាប់នាយកសាលាថៃក្នុងហេតុការណ៍ខ្មាន់កំភ្លើងចូលបាញ់ប្រហារនិងចាប់កូនសិស្សជាចំណាប់ខ្មាំងប្រទេសថៃកើតមានហេតុការណ៍បាញ់ប្រហារនៅសាលារៀនដល់កក្រើកសាជាថ្មីបន្ទាប់ខ្មាន់កំភ្លើងថែមទាំងចាប់កូនសិស្សធ្វើជាចំណាប់ខ្មាំងទៀតផងខណៈបើយោងតាមសេចក្តីរាយការណ៍ចុងក្រោយបានឲ្យដឹងថាការវាយប្រហារនោះបណ្ដាលឲ្យមនុស្សម្នាក់ស្លាប់ហើយម្នាក់នោះគឺជានាយកសាលាតែម្ដងតាមការផ្សាយរបស់ Khawsod នៅថ្ងៃប្រហ័សទី12កុម្ភៈឆ្នាំ2026នេះខ្មាន់កំភ្លើងបានសម្រុកចូលសាលាបាថងប្រធានគិរីវត្តក្នុងស្រុកហាត់យ៉ៃនៃខេត្តសង្ឃ្លានៅល្ងាចម៉ោង5ថ្ងៃពុធហើយបើកការបាញ់ប្រហារនិងចាប់សិស្សធ្វើជាចំណាប់ខ្មាំងរបាយការណ៍ប៉ូលីសបានបង្ហាញថាខ្មាន់កំភ្លើងជាមនុស្សប្រុសអាយុ18ឆ្នាំដែលលួចយកកំភ្លើងពីប៉ូលីសរូបគេបានបាញ់នាយកសាលានិងសិស្សស្រីអាយុ14ឆ្នាំម្នាក់ឲ្យរងរបួសហើយចាប់សិស្សផ្សេងទៀតធ្វើជាចំណាប់ខ្មាំងទោះបីជាយ៉ាងណាក៏ដោយនាយកសាលាដែលមានឈ្មោះថាសាស៊ីផាត់ចារ៉ាស៊ិនសាម៉ុនត្រូវបានប្រកាសថាស្លាប់ក្នុងមន្ទីរពេទ្យដោយសាររបួសធ្ងន់ពេកចំណែកខ្មាន់កំភ្លើងត្រូវប៉ូលីសចាប់បាននៅទីតាំងកើតហេតុក្រោយការប្រឈមមុខដាក់គ្នារយៈពេល2ម៉ោងទន្ទឹមនោះដែរបើយោងតាមក្រសួងសុខាភិបាលថៃមានសិស្សជាច្រើនអ្នករងរបួសដោយសារតែការលុតចុះពីអគារសាលារៀនព្រោះភាពផិតភ័យត្បិតមូលហេតុមិនទាន់ត្រូវបានគេដឹងប៉ុន្តែសារព័ត៌មានជាច្រើននៅក្នុងស្រុកថៃរាយការណ៍ថាខ្មាន់កំភ្លើងប្រហែលជាខឹងសម្បាចំពោះគ្រូបង្រៀននៅសាលានេះថៃតែងតែកើតមានការបាញ់ប្រហារសម្លាប់មនុស្សយ៉ាងញឹកញាប់ដោយសារតែច្បាប់កាន់កាប់កំភ្លើងដ៏អន់ហេតុការណ៍ខាងលើធ្វើឲ្យគេនឹកឃើញដល់ការបាញ់សម្លាប់រង្គាលមនុស្ស36នាក់ដែលភាគច្រើនជាក្មេងៗសិស្សសាលាម៉ាតីនៅភូមិអេសានកាលពីឆ្នាំ2022ដែលនោះគឺជាសោកនាដកម្មដ៏រន្ធត់បំផុតមួយនៅក្នុងប្រវត្តិសាស្ត្រសម័យទំនើបរបស់ប្រទេសថៃ។